តើអាចទេថៃជាស្រមោលនៅពីក្រោយផែនការនេះក្រុមប្រដាប់អាវុធជនជាតិភៀតតិចការ៉េនផលិតគ្រាប់រុកកែតខ្លួនឯងទុកប្រយុទ្ធជាមួយរបបសឹកមីយ៉ាន់ម៉ាប្រមាណទូរទស្សនិកជនក្រោយប្រកាសឯករាជ្យរួចកងកម្លាំងសហភាពជាតិការ៉េនដែលហៅកាត់ថា KNU ក៏បង្ហាញសមត្ថភាពផលិតគ្រាប់រុកកែតដោយខ្លួនឯងដែលមានទំហំ63មីលីម៉ែត្រដោយប្រើប្រាស់សម្ភារៈ polyvinyl chlorine ជាប្រភេទផ្លាស្ទិកម្យ៉ាងដែលមានភាពរឹងមាំធន់និងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យឧស្សាហកម្មសំណង់ក្រុមបំបែករដ្ឋសហភាពជាតិការ៉េនផលិតអាវុធដោយខ្លួនឯងកំពុងបង្ហាញពីចេតនាយ៉ាងច្បាស់ដើម្បីវាយប្រហារគោលដៅរបស់កងទ័ពមីយ៉ាន់ម៉ាខណៈមនុស្សជាច្រើនជឿថាថៃទំនងជាខ្នងបង្អែកដ៏ធំនៅពីក្រោយផែនការរបស់ក្រុមប្រដាប់អាវុធជនជាតិភៀតតិចការ៉េននេះបើតាមគេហទំព័រ Army Military Fund របស់ប្រទេសថៃចុះផ្សាយនៅថ្ងៃទី23ខែមករាឆ្នាំ2025មួយនេះអ្នកផលិតអាវុធជនជាតិការ៉េនបានបញ្ជាក់ថាគ្រាប់រុកកែតនេះអាចបាញ់បានចម្ងាយ2គីឡូម៉ែត្រហើយវាត្រូវបានផលិតអស់រយៈពេលជាង10ឆ្នាំមកហើយរួមទាំងគ្រាប់រាប់ម៉ឺនគ្រាប់ដើម្បីជាទុនប្រយុទ្ធតទល់ជាមួយយោធាមីយ៉ាន់ម៉ាគួរជម្រាបថាគ្រាប់រុកកែតប្រភេទនេះមានលក្ខណៈដូចគ្នាដែលក្រុមហាម៉ាស់និងក្រុមហេសបូឡាប្រើដើម្បីវាយប្រហារលើអ៊ីស្រាអែលសង្គ្រាមដ៏រ៉ាំរ៉ៃនៅមីយ៉ាន់ម៉ាមិនមែនគ្រាន់តែជាការបះបោរធម្មតានោះទេប៉ុន្តែវាគឺជាបដិវត្តឧស្សាហកម្មអាវុធច្នៃប្រឌិនគណៈក្រុមប្រដាប់អាវុធជនជាតិភៀតតិចការ៉េនកំពុងព្យាយាមស្វែងរកដង្ហើមរស់ដោយខ្លួនឯងដោយមិនចង់ជ្រកក្រោមនឹមនៃអំណាចរបស់បរិសខ្លាំងមីយ៉ាន់ម៉ាគឺមីនអងឡាំងយ៉ាងណាមានសំណួរដ៏ក្តៅកគុកចោទសួរថាតើគ្រឿងផ្ទុះនិងបច្ចេកវិទ្យាទាំងនេះហូរចូលតាមណាមែនតើទៅព្រំដែនថៃមីយ៉ាន់ម៉ាមានប្រវែងជាង2400គីឡូម៉ែត្រហើយក៏ជាសរសៃឈាមយុទ្ធសាស្ត្រសម្រាប់ក្រុមប្រដាប់អាវុធជនជាតិភៀតតិចការ៉េនផងដែរគេគ្រប់គ្នាជឿថាយោធាថៃចង់រក្សាឥទ្ធិពលក្រុមការ៉េនទុកជាកូនអង្គដើម្បីធ្វើជារបាំងសន្តិសុខការពារកុំឲ្យឥទ្ធិពលកងទ័ពមីយ៉ាន់ម៉ាចូលគៀកច្រមុះរបស់ខ្លួនពេញដរាបណាព្រំដែនថៃនៅតែជាច្រកដង្ហើមរបស់ក្រុមប្រដាប់អាវុធជនជាតិភៀតតិចការ៉េនដរាបនោះក្រុមនេះនៅតែជាឆ្អឹងទទឹងកសម្រាប់យោធាមីយ៉ាន់ម៉ាគួរបញ្ជាក់ថាសហភាពជាតិការ៉េនបានប្រកាសឯករាជ្យផ្ដាច់ខ្លួនចេញពីរបបយោធាមីយ៉ាន់ម៉ាហើយបង្កើតសាធារណរដ្ឋថ្មីហៅថាសាធារណរដ្ឋកាថូលីដោយមានរដ្ឋាភិបាលសមាជិកគណៈរដ្ឋមន្ត្រីនិងប្រធានាធិបតីដោយបណ្ដាប្រទេសដទៃដែរទន្ទឹមនឹងការប្រកាសឯករាជ្យដ៏អឡារឹកនេះគេជឿថាមានថៃជាខ្នងបង្អែកខណៈមេដឹកនាំការ៉េនចាត់ទុកថៃជាបងប្អូនជាពិសេសជាអម្បូរជនជាតិតៃតែមួយដូច្នេះវាមិនមែនជារឿងចម្លែកទេដែលថៃជាអ្នកនៅពីក្រោយការប្រកាសឯករាជ្យរបស់កងកម្លាំងការ៉េនជាអ្នកគាំទ្រការផលិតគ្រាប់រុកកែតនិងអាវុធរបស់ក្រុមបំបែករដ្ឋមួយនេះ